លីគេល្បីនៅក្នុង TikTok យូរហើយថាខ្យងប៉ារ៉ាត្រាំទឹកស៊ីអ៊ីវហ្នឹងមានរសជាតិឆ្ងាញ់ខ្លាំងមែនទែនចឹងថ្ងៃនេះខ្ញុំសាកធ្វើមើលចាំមើលរសជាតិឆ្ងាញ់ដូចអ្វីដែលគេនិយាយមែនអត់ចឹងដំបូងគឺខ្ញុំធ្វើការស្ងោរខ្យងប៉ារ៉ាឲ្យឆ្អិនសិនគឺខ្ញុំដាក់ស្លឹកក្រូចសើចហើយនិងគល់ស្លឹកគ្រៃបន្ទាប់មកទៀតគឺខ្ញុំចាក់ទឹកដូងចូលមួយផ្លែបងប្អូនដើម្បីឲ្យវាមានរសជាតិឆ្ងាញ់ណាបើបងប្អូនអត់មានទឹកដូងដាក់ទឹកទទេក៏បានដែរអីទេហើយពេលដែលពុះភ្លាមគឺខ្ញុំស្រង់ចេញភ្លាមហ្មងព្រោះដោយសារបើសិនជាយើងទុកយូរនាទីពេកគឺខ្យងយើងចាក់អត់ចង់ចេញទេទឹកស៊ីអ៊ីវសម្រាប់ត្រាំខ្យងប៉ារ៉ាវិញគឺខ្ញុំដាក់ទឹកហើយនឹងទឹកស៊ីអ៊ីវពាក់កណ្ដាលអញ្ចឹងបងប្អូនហើយទឹកស៊ីអ៊ីវនេះគឺមានរសជាតិឆ្ងាញ់ខ្លាំងមែនទែនបន្ទាប់មកទៀតគឺខ្ញុំចាប់ផ្ដើមដាក់ខ្ទឹមបារាំងពាក់កណ្ដាលផ្លែហើយដាក់គល់ខ្ទឹមធំហើយដាក់ផ្លែប៉ោមតូចវាឈ្ងុយជាងផ្លែប៉ោមធំបងប្អូនហើយខ្ញុំដាក់ខ្ញីបន្ទាប់មកទៀតគឺខ្ញុំដាក់ម្សៅស៊ុបហើយនឹងស្ករបងប្អូនបើសិនជាបងប្អូនអត់ចូលចិត្តក្លិនខ្ញីទេមិនបាច់ចាំដាក់ក៏បានដែរហើយរំងាស់រហូតដល់តែវាចេញក្លិននិងឈ្ងុយតិចមកគឺបងប្អូនអាចស្រង់យកកាកវាចេញពីក្នុងទឹកស៊ីអ៊ីវហ្នឹងណាហើយសម្រាប់ខ្យងប៉ារ៉ាកុំភ្លេចបកស្ទះចេញសិនមុននឹងចាប់ផ្ដើមដាក់ត្រាំទឹកស៊ីអ៊ីវហើយគឺខ្ញុំចាប់ផ្ដើមដាក់ម្ទេសក្រហមម្ទេសខៀវហើយនឹងខ្ទឹមសអញ្ចឹងច្រើនមកបើសិនជាបងប្អូនអត់ចូលចិត្តហឹរមិនបាច់ក៏បានដែរហើយខ្ញុំត្រាំទុកប្រហែលជា3ម៉ោងឡើងលើបើខ្ញុំចាប់ផ្ដើមយកមកញ៉ាំខ្យងប៉ារ៉ាហ្នឹងបងប្អូនត្រាំកាន់តែយូរកាន់តែឆ្ងាញ់ប៉ុន្តែបើសិនជាបងប្អូនត្រាំរហូតដល់24ម៉ោងអីឡើងលើទៅគឺបងប្អូនត្រូវយកវាយកទៅដាក់ក្នុងទូទឹកកកហើយបើសិនជាបងប្អូនចង់ញ៉ាំជ្រលក់ជាមួយនឹងទឹកត្រីកោះកុងឬក៏ទឹកជ្រលក់អីផ្សេងក៏បានដែរតែសម្រាប់នាងខ្ញុំគឺនាងខ្ញុំញ៉ាំតែអញ្ចឹងហ្មងព្រោះដោយសារតែមានរសជាតិចេញពីទឹកស៊ីអ៊ីវសម្រាប់អ្នកដែលចូលចិត្តខ្យងដូចខ្ញុំប្រកាសជាយកអារម្មណ៍មួយហ្នឹងហើយនិយាយទៅគឺអត់តែប្រភេទខ្យងគឺខ្ញុំចូលចិត្តទាំងអស់អញ្ចឹងនៅពេលដែលបានញ៉ាំខ្យងប៉ារ៉ាត្រាំទឹកស៊ីអ៊ីវនេះហើយគឺខ្ញុំមានអារម្មណ៍ថាឆ្ងាញ់ខ្លាំងមែនទែនដូចពាក្យដែលគេនិយាយឲ្យល្បីនៅក្នុង TikTok ប៉ិតមែនអញ្ចឹងបងប្អូនអាចសាកធ្វើញ៉ាំបានណាគឺអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះ